ចំពោះពុកម៉ែបងប្អូនដែលចូលចិត្តញ៉ាំអាហារបួសហើយដឹងថាទៅញ៉ាំនៅទីណាឆ្ងាញ់គឺ Two Story Comment ទីតាំងមកកន្លែងនេះមែនតើណាព្រោះថាអាហារបួសនៅពេលដែលយើងញ៉ាំត្រូវកន្លែងបានឆ្ងាញ់ហើយត្រូវមាត់អ្វីដែលសំខាន់ណាគឺនៅទីនេះមានមីនុយច្រើនប្រភេទមែនតើហើយយើងអាចជ្រើសរើសបានមិនថាជាប្រភេទគោកឬមួយក៏ជាប្រភេទទឹកស៊ុបទេទីតាំងដែល Two Star ទៅហ្នឹងគឺនៅហាងមីបួសក្រោយវាក៏ប៉ុន្តែសាខានេះគឺនៅសាខាសានសុងម្ដុំ Eon 2បងម៉ែបងប្អូនទាំងអស់គ្នាសម្រាប់បរិយាកាសក្នុងហាងគឺគាត់រៀបចំចេញមកល្អមែនតើហើយសម្រាប់ទីតាំងហាងលំអិតហ្នឹងក្រៅពីដាក់ Google Map Two Star នឹងបង្ហាញផ្លូវតែម្ដងដែលនៅពេលនេះគឺយើងជីកាត់តាមម៉ាក្រូហើយបន្ទាប់មកគឺដល់ stop Eon 2ហ្នឹងកុំភ្លេចបាត់ខាងឆ្វេងដៃចាយើងបាត់ទៅខាងឆ្វេងដៃទៅគឺនឹងកាត់ Global House បន្ទាប់មកយើងជីទៅត្រង់ទៀតឃើញ Flagensburg ប៉ុណ្ណាហ្នឹងហើយហាងរបស់គាត់នៅខាងស្ដាំដៃតែម្ដងហើយនេះគឺជាហាងទី1នេះហាងទី2អញ្ចឹងទៅពុកម៉ែបងប្អូនអាចចំណាំហាងទី2របស់គាត់បានដែលនៅម្ដុំ Eon 2ហ្នឹងអញ្ចឹងពេលទៅដល់គឺយើងអត់ចាំបាច់រងចាំយូរទេ service របស់គាត់គឺថាល្អមែនតើហើយអ្វីដែលសំខាន់គឺយើងកំងភ្លាមគឺចាំមួយផ្លែតមកដល់តែម្ដងហើយសម្រាប់ Two Star កំងនេះមានតាំងជាប្រភេទទឹកប្រភេទគោកអញ្ចឹងណាគឺមានបាយឆាមីឆា drink ជាច្រើនប្រភេទអមជាមួយនឹងជាប្រភេទអាផ្សិតរបស់គាត់បំពងមានបំពងជាមួយនឹងម្សៅហើយនឹងបំពងទទេហើយ Two Star ចាប់ផ្ដើមញ៉ាំពីមួយមុខទៅមួយមុខហ្នឹងនិយាយទៅសម្រាប់រសជាតិនៅទីនេះម៉ូយរបស់គាត់គឺប្រកាសជាបានដឹងច្បាស់ហើយសម្រាប់អ្នកដែលអត់តាន់មកភ្លក់ទេគឺថាកុំភ្លេចមកភ្លក់ឲ្យបានម្ដងព្រោះថានៅពេលដែលយើងតលាន់សាច់យើងចង់ញ៉ាំជាប្រភេទអាហារបួសគឺថាអាចមកញ៉ាំនៅទីនេះបានដែលអាហាររបស់គាត់គឺថាចាប់ផ្ដើមធ្វើថ្មីភ្លាមតែម្ដងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅទទួលបានរសជាតិថ្មីណាហើយនៅពេលដែលគាត់មកបើកនៅសាខាថ្មីដែលសាខាក្បែរ Eon 2ហ្នឹងពុកម៉ែបងប្អូនអើយ Two Star ទៅច្រើនដងមែនតើដោយសារតែជក់ចិត្តជក់មាត់ជាមួយនឹងរសជាតិរបស់គាត់ហើយអ្វីដែលសំខាន់ពុកម៉ែបងប្អូនអាចមើលបានពីមួយមុខទៅមួយមុខគឺគាត់រៀបចំចេញមកច្រើនហើយអ្វីដែលសំខាន់គឺថាគាត់ឆាចេញមកល្អមែនតើមិនតែជាប្រភេទមីរួមជាមួយនឹងបន្លែហើយអានេះគឺជាប្រភេទបាយឆាអីគឺថាដាក់ពងទាជាប់ភ្នៅបែបនេះមកគឺថាទំនងមែនតើណាពុកម៉ែបងប្អូនហើយគៀវនេះវិញគឺថាឆ្ងាញ់មែនតើបើទោះបីជាអត់ធ្វើពីសាច់ប៉ុន្តែរសជាតិគឺមិនចាញ់ប្រហែលទេមិនចាញ់សាច់ទេពុកម៉ែបងប្អូនហើយជាប្រភេទផ្សិតបំពងនេះគឺថាយើងអាចញ៉ាំជីចប់ជ្រលក់ជាមួយនឹងទឹកជ្រលក់បានណាហើយអានេះគឺជាប្រភេទផ្សិតបំពងម្សៅនេះក៏មួយបែបដែរពុកម៉ែបងប្អូនបាននិយាយទៅគឺច្រើនជម្រើសមែនតើហើយសម្រាប់ drink វិញក៏មានច្រើនដែរអញ្ចឹងពុកម៉ែបងប្អូនអាចទៅគឺថាអាច select មើលមីនុយបើគាត់បានចំពោះ drink ហ្នឹងហើយ Two Star គឺចាប់ផ្ដើមញ៉ាំហើយនិយាយទៅយើងឈៀដំបងជាមួយនឹងតែត្រជាក់ក៏ដូចជា drink ដែលមាននៅកន្លែងគាត់ផ្សេងណាបន្ទាប់មកគឺយើងចាប់ផ្ដើមញ៉ាំមីហើយនឹងគៀវក៏ដូចជាអាហារផ្សេងសម្រាប់រសជាតិនៅទីនេះគឺថាប្លែកមាត់ពីមួយមុខទៅមួយមុខអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅភ្លក់អាហារនៅទីនេះគឺកុំភ្លេចទៅតាម Two Star នឹងដាក់ Google Map ចំពោះទីតាំងរបស់គាត់ទាំងពីរសាខាតែម្ដងណាអញ្ចឹងសម្រាប់វីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយ